ដាក់វាប្តឹង2ឆ្នាំអត់មានចំណាប់ការបើពួកអាហ្នឹងមើងងាយច្បាប់បណ្ដោយនិយាយថាវាអត់ដៃចូលខ្លួនបំភ្លឺដល់ពេលអំហៅវាធ្វើមុតដៃមុតជើងតែវាមានពេលទៅផឹកស្រាថ្លៃយកលុយបោកម៉ែទៅផឹកស្រាថ្លៃជួបមេធាវីខ្ញុំអីណាហើយពួកគាត់បោកអីសោះមានមេធាវីមានអីដូចជាអត់មានខ្លាចច្បាប់ហ្មងដូចជាមើងងាយច្បាប់ហ្មងពួកអស់នេះបាទគាត់ទៅគាត់ថាខ្សែគាត់ធំគាត់ថាស្រុកខ្មែរមានណាសិតចាប់ពួកគាត់ទេអញ្ចឹងទៀតបាទខ្ញុំនិយាយថាអាចសំលេងអីនិយាយថាពួកគាត់និយាយថាអស់ចាបណ្ដោយទៅមកម្សិលមិញបំភ្លឺដល់ពេលឃើញខ្ញុំគាត់ចង់ធ្វើមុខឆ្ងល់គាត់ចង់រឿងបើរត់ដោយសារបើគាត់សាកសមមែនគាត់ចូលបំភ្លឺនៅកងរាជអាវុធចាំបាច់គាត់គេចដីកាក៏ហៅតែបើគាត់សាកសមមែនតើបង2ដងហើយឥឡូវរឿងរុញឡើងដល់តុលាការទេអត់មានចំណាប់ការបាទខ្ញុំរត់មករអ្នកកសែតឲ្យជួយផ្សាយដើម្បីដោះស្រាយពុកម៉ែខ្ញុំលក់បន្លែត្រាក់ហ្នឹងពេលខ្លះសមត្ថកិច្ចឬមកក៏វត្តហាត់គាត់ធ្វើការបន្តតាមជំនាញឬក៏នីតិវិធីរបស់គាត់ពេលខ្លះយើងអាចបង្ខំគាត់ឬមកក៏ជំរុញឲ្យគាត់ធ្វើការលើសដែនសមត្ថកិច្ចរបស់គាត់បានទេអស់លោកហើយអាងអីបន្តិចងាកប្តឹងងាកចង់ចាប់ងាកចង់ចងហើយចុះប្រសិនបើរឿងរ៉ាវអង្គហេតុនឹងវាពាក់ព័ន្ធមែនយើងហៅគ្នាមកចរចាដោះស្រាយគ្នាតាមប្រព័ន្ធច្បាប់ត្រឹមត្រូវទៅវិធីចាំបាច់អីទៅចំណាយលុយមកធ្វើការបំរុងទាំងប្រឹងទាំងអ្នកកសែតនេះទៀតទាំងអ្នកគ្នានេះមិនដឹងអីបងប្អូនប្រកាសជាបានជ្រាបហើយនៅព័ត៌មានដែលគាត់បានផ្សាយការពីពេលម្សិលមិញនិងម្សិលមួយថ្ងៃពាក់ព័ន្ធជាមួយនឹងករណីគេហៅថាឆបបោកទឹកប្រាក់ដោយមានទាំងផុសតាងនៅក្នុងការបាញ់តាមប្រព័ន្ធធនាគារឲ្យបុគ្គលឈ្មោះត្រឹមត្រូវច្បាស់លាស់ហើយបុគ្គលដែលបានគេហៅថាត្រូវរកបងប្រុសចោទថាបានបោកទឹកប្រាក់ហ្នឹងបានមកធ្វើការបកស្រាយដល់ពេលបកស្រាយទៅបងប្រុសនេះក៏បានជិះចៃដន្យប្រទះឃើញក៏បានធ្វើការតាក់ទងទៅ1291ខាងអាវុធហត្ថដើម្បីឲ្យមកធ្វើការហៅគាត់ទៅធ្វើការសាកសួរបន្ទាប់ពីសាកសួររួចហ្នឹងចេញពីអាវុធហត្ថទៅគេចូលខមមិនដល់បងនៅក្នុងព័ត៌មានបងថាខ្ញុំបានមកដល់ផ្ទះសម្រាប់ហើយណែបន្ទាប់ពីឃើញអញ្ចឹងទៅគេបានមកផ្លាយផ្កាថាបំរុងប្តឹងអ្នកកសែតថាអ្នកកសែតហ្នឹងរៀបគម្រោងនៅក្នុងការធ្វើស៊ីលាក់នឹងលាក់ជាច្រើនទៀតចង់ដឹងរឿងរ៉ាវលំអិតសូមបងប្អូនទៅស្ដាប់កិច្ចភាពគាត់ទាំងអស់គ្នាសាប៊ូកក់សក់ Star Care នាំចូលពីប្រទេសអង់គ្លេសផ្កាឈូកព្យាបាលសក់ខូចពណ៌ខៀវព្យាបាលសក់ឡើងព្រេងពណ៌លឿងព្យាបាលសក់អង្គែពណ៌ស្វាយព្យាបាលសក់ជ្រុះទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់បងម្សិលមិញខ្ញុំឃើញបងអូនអ្នកកសែតដែលគាត់ផ្សាយបាយឬថាគេរកប្តឹងផ្ដាល់អ្នកកសែតមិនបងអត់ដឹងដែរបងរឿងហ្នឹងតែម្សិលមិញខ្ញុំឃើញគាត់មកផ្សាយហ្នឹងគាត់បោកខ្ញុំទេទៅ9 12ឲ្យពេលមួយអី2កំងឡើយខ្ញុំឃើញបាយដូចជាមកផ្សាយរឿងគាត់លើកទី1បន្ទាប់មកទៀតហ្នឹងបាទបន្ទាប់មកទៀតហ្នឹងគាត់នេះហៅភាគីម្ខាងទៀតដើម្បីមកធ្វើការបកស្រាយបំភ្លឺមិនហៅបងភាគីវិទ្យាទៀតហ្នឹងគាត់សុំមកធ្វើការបំភ្លឺបាទគាត់សុំទេមិនយើងហៅគាត់ទេអញ្ចឹងបាទហើយយ៉ាងម៉េចបានខាងបងខាងអាវុធហត្ថគាត់ធ្វើការចុះមកអន្តរាគមន៍ចាប់ដល់កន្លែងយើងក៏បងផ្សាយខ្ញុំជីកាន់បងប្អូនខ្ញុំមកឃើញទៅលេខ PM គេ1291មានថាយើងរឿងហ្នឹងយើងធ្លាប់ដាក់ពាក្យបណ្ដឹងនៅកន្លែងអាវុធហត្ថបាទធ្លាប់ដល់ពេលម្សិលមិញហ្នឹងគេចាប់វាគេមិនចាប់គេបងគេហៅទៅសួរនាំបាទខ្ញុំវាសិគេហៅទៅសួរនាំវាខ្ញុំសុំហៅវាព្រោះវាជេរម៉ែខ្ញុំណាបងបាទគេហៅបងទេយើងគោរពគាត់តិចទេអត់ទេជេរម៉ែខ្ញុំបែរស្ដាប់អញ្ចឹងបងស្ដាប់បាទជេរម៉ែខ្ញុំនេះបែរជេរម៉ែទៅមើលហើយយើងសុពលម៉ែហើយធ្វើការមកគេពីម៉េចបោកម៉ែអីអញ្ចឹងបាទជេរម៉ែខ្ញុំហើយហៅទៅម្សិលមិញនៅកងរាជអាវុធហត្ថហ្នឹងហៅទៅដល់ពេលមានគ្នាគាត់ម្នាក់មកពីណាលួចឆាយនិយាយច្បាប់ជីសហ្វតដល់ពេលខ្ញុំអត់ដឹងថាម៉េចកងរាជអាវុធហត្ថគាត់ឲ្យមិនចរចាដល់ពេលខ្ញុំចាំគាត់មកអត់ឃើញមកគាត់ទេមកគាត់ថាចាំស្អែកឲ្យគ្នាគាត់ចេញពីកងរាជអាវុធហត្ថយកមុខស្មើឲ្យមានលុយជួមេធាវីហ្មងរឿងហ្នឹងរឿងចពាក់លុយទេចពាក់ប្រហែលគាត់ឈប់បោកបងឈប់បោកលុយបាទឈប់បោកហើយចុះបើសិនជាគាត់ប្រកាសណាបើសិនជាយើងមានផុសតាងគ្រប់គ្រាន់ថាគាត់បោកលុយនឹងហើយយើងដាក់ពាក្យបណ្ដឹងហើយចុះគាត់ទុកអាលុយដែលគាត់ទៅជួលមេធាវីមកធ្វើការសងយើងមិនមិនអីអត់គាត់ចង់ឈ្នះអា2ក្បាលហ្នឹងសុំហៅ2ក្បាលវាជេរម៉ែខ្ញុំគាត់បងអីគេលោកគាត់ខឹងអត់ទេហៅ2ក្បាលជេរម៉ែខ្ញុំម៉ែខ្ញុំអ្នកបង្កើតខ្ញុំមកដល់សុំនិយាយចេះណាបងប្អូនប្រិយមិត្តឃើញថាគាត់ដែលមកផ្សាយព័ត៌មានការពីពេលប្រហែលថ្ងៃមុនដោយករណីគេហៅថាមានករណីឆោបបោកទឹកប្រាក់ណាដល់ពេលបន្ទាប់ពីឃើញព័ត៌មានដែលផ្សាយទៅស្រាប់តែមកធ្វើការបកស្រាយមួយបងអូននេះបកស្រាយហ្នឹងស្រាប់បកទៅខាងនេះមិនដឹងយ៉ាងណាក៏ដូចប្រពន្ធមកហូបអីក៏ប្រទះឃើញហ៎ជនហ្នឹងឯងដែលបានធ្វើការបោកលុយកន្លងមកក៏បានហៅខាងអាវុធហត្ថដល់ពេលអាវុធហត្ថមកចាប់ប្រងចោតបងអូននេះថាបានធ្វើការខុបខិតស៊ីសំណុកជាមួយនេះហៅអាវុធហត្ថណានេះរកប្តឹងគ្នាយ៉ាចុះបើថារកប្តឹងគ្នាទុកអាលុយរកប្តឹងហ្នឹងធ្វើការសងគេទៅបើមិនជាយើងបានជាពាក់ណាឬមកក៏យើងទុកអាលុយធ្វើការតតាំងចាក់សាំងធ្វើការជជែកវែងញ៉ៃគ្នានៅតុលាការច្បាស់ទៅរឿងហ្នឹងដល់ណាឥឡូវនេះរឿងហ្នឹងឥឡូវគេថារុញទៅដល់តុលាការពួកវាដៃចូលបំភ្លឺបងអា2ក្បាលហ្នឹងវាមើងងាយច្បាប់អត់ដៃចូលបំភ្លឺទេអត់ដៃចូលបំភ្លឺតែវាអាចប្តឹងយើងបានលើមុនគ្នាវាអាហេងចេញហៅហេងរីកហ្នឹងប្តឹងខ្ញុំឡើងតុលាការខេត្តកណ្ដាលខ្ញុំចូលទៅបំភ្លឺតុលាការថាខ្ញុំអត់មានខុសអីផងពួកគាត់បោកខ្ញុំបាទបោកខ្ញុំយកលុយយើងឲ្យតម្រឹងយើងទៀតបាទអាងិចមិញហ្នឹងអាមួយជីលេខរត់ហ្នឹងតែចាស់ឲ្យសក់ស្កើទៅឥឡូវហៅលេខគាត់លេខដល់គាត់អូប្តឹងខ្ញុំដែរគាត់សុំពងអីគេសោបដាលេខទូរស័ព្ទខ្ញុំឯណាហើយដល់ពេលអីងិចមិញហ្នឹងទៅដល់ព្រឹកគេថាជួមេធាវីជួយទៀតអញ្ចឹងណាបងប្អូនបន្ទាប់ពីឃើញថាផ្សព្វផ្សាយហើយគាត់ប្តឹងច្បាប់ហើយហើយប៉ុន្តែដល់ឡៃបន្ទាប់ពីគាត់ទៅឲ្យទៅវិញបាទគាត់ទៅគាត់ថាខ្សែគាត់ធំគាត់ថាស្រុកខ្មែរមានណាសិតចាប់ពួកគាត់ទេអញ្ចឹងទៀតបាទ
nhom miên nhom gì ta ăn sầm lê nhây gì ta bộ quan vậy ta ở trà mà nói đó chê mày nhom hay bộ có tha bộ có đạp ban bọc mày ở nhom tì trong này telegram bo nhom từng pi cha tư blog mày ở nhom cha tư cứ blog khúc telegram bởi con dạ sao mình có tha chạm mê từ vị con mạo em mê từ vị em miên tai mũi còn chỉ sợ lịch Ford ấy lịch rót còn xài còn ấy ô nhỉ nhái bộ anh ấy kê comment ap trên bị con điều còn hạt thấy ap âm chấp còn comment đưa ra kê mà đo tia đi nó tia với nhau biên comment chẳng tiền ba còn comment đưa giống cái nào bọn ơi luôn vậy luôn còn tay ở vậy được nhom cha bà róm bông bồn khơi tha bông đăng ôn thua nhóm này nè cái sai để không mau càng nghiện mình kết ôn thua bông thua còn tay nhom xong giấy cho chủng hiên chương can này nát đã trầm trời bàn tay và sân chỉ nhom can tới không mà nước nhom có đi không can tụi tôi chụp một cho bắp được cái này nè xong chụp điệp lại cho đi anh em xong cá đã đang đặt trong một cái là chua bất đẳng bà bọt ban để bao kế kịp bất đẳng mình trâu luôn tay bộ bà bọt với bị ai bất đẳng là dân trâu luôn bàn bà đang xong bất đẳng biết bây dân bất đẳng dân là tới bây dân dừng mắt dân thầm tới dân miền ai xa có cho bao nhiêu mén kẹo nhưng màu với là phụ quát bây dân bất đẳng là phụ quát trâu luôn đi việc làสมาชิกจะมีการบริหารก็ធ្វើការបន្តតាមជំនាញឬក៏នីតិវិធីរបស់គាត់ បាទយល់តែ ពេលខ្លះយើងអាចបខំគាត់ឬមួយក៏ជំរុញឲ្យគាត់ធ្វើការលើសដែនសមាជិករបស់គាត់បានទេរេប្រដឹងពីណាប្រដឹងមកប្រដឹងគ្នាអ្នកកសែតតែគ្នានេះជួយផ្សព្វផ្សាយហើយកុំឲ្យតែបានលុយមកកាក់ម៉ាស៊ីនខ្ញុំបងប្អូនខ្ញុំកាន់ជើងមិនមែនថានេះខ្ញុំកាន់ជើងលើទៅលើអ្វីដែលគាត់ធ្វើការជាក់ស្ដែងហើយប៉ុន្តែបើសិនជាខ្ញុំកាន់ជើងទៅខុសមនុស្សខ្ញុំទទួលខុសត្រូវណាខ្ញុំនិយាយមួយម៉ាត់ប៉ុណ្ណឹងសូមជម្រាបផងដែរថាករណីនេះគឺជាករណីដែលថាម្ដាយគាត់ត្រូវបានគេបោកទឹកប្រាក់ចំនួនប្រមាណ$7,000ហើយគាត់មានកងវិក័យប័ណ្ណនៅក្នុងការបាញ់ចេញចូលត្រឹមត្រូវប៉ុន្តែបន្ទាប់ពីគាត់បានផ្សព្វផ្សាយទៅស្រាប់តែភីគីមួយខាងទៀតនោះគេបានមកធ្វើការបកស្រាយនៅនឹងកន្លែងគេថាម្ដុំបង្កក់បាទឥឡូវបងឯងនិយាយឲ្យច្បាស់ថាតើគាត់បានទទួលលៀបសក្ការៈបងឯង100ឬមួយ200មករៀលអីដែរអត់និយាយដាច់ខាត់អត់បណ្ដោយខ្ញុំនិយាយថាអត់គាត់មានបានផ្ដល់មតិឲ្យបងឯងរៀបគម្រោងហៅសមត្ថកិច្ចមកធ្វើការចាប់នៅពេលដែលកំពុងបកស្រាយដែរអត់ផងខ្ញុំដើរលេងនៅបឹងកង់ហើយពងប្តឹងហើយពងក្តៅលឹកតិចពងឲ្យខ្ញុំឡាយហើយហ្នឹងហើយខ្ញុំព្រានខ្ញុំចំណាំហ្នឹងគាត់ព្រានឃើញខ្ញុំជីឡានកាត់ហ្នឹងខ្ញុំដើរលេងនៅបឹងកក់វាស្រឡះសម្រាប់ព័ត៌មាននេះគឺខ្ញុំសូមធ្វើការលម្អិតនិងបញ្ជាក់ជូនទៅដល់ពុកម៉ែបងប្អូនដែលបានដឹងនឹងជ្រាបជាព័ត៌មានតែប្រហែលក៏សូមអរគុណ